បាទជំរាបសួរអំពូមីងបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូវគ្គទី7ដែលជាវគ្គបញ្ចប់នៃដំណើរការចាស់សិក្សារកផលប៉ះពាល់ការតបបណ្ដាញអគ្គិសនីពីតំបន់សេដ្ឋកិច្ចពិសេសខេត្តចេះឆ្ពោះទៅតំបន់ភ្នំពេញបាទនេះគឺជាវឡ័យទឹកបហូរចូលស្រែរបស់បងប្អូនជាប្រវត្តិយើងបាទតែក្រុមការងារយើងកំពុងទៅដើរហ្នឹងគឺជាចំណុចដីស្រែបាទដីស្រែរបស់បងប្អូនជាប្រាប់យើងបាទឯទួលខាងលើគឺជាចំណុចនៃដីចំការរបស់បងប្អូនជាប្រាប់យើងបាទហ្នឹងហើយចំការគឺមានស្វាយចន្ទីមានកស៊ូនិងដំណាំផ្សេងទៀតបាទចំការរបស់គាត់បាទគ្រប់ជើញអំពូមីងទស្សនាបាទលោកបិភូមិគាត់យើងអស់កម្លាំងគាត់ដាក់គូអង្គុយទីសិនណាក្រុមការងារយើងនៅកត់ពីចំណុចឈ្មោះម្ចាស់ចំការដែលមានការប៉ះពាល់ឡើងតែឈ្មោះម្ចាស់ឈ្មោះអីសម្រាប់ងាយស្រួលដើម្បីយកមកដោះស្រាយបាទហើយតើការប៉ះពាល់ហ្នឹងប៉ះពាល់ប្រមាណដើមលើដំណាំប្រកបប្រភេទដំណាំអីហើយប្រភេទដំណាំហ្នឹងបែងចែកមាន3ប្រភេទនៃទំហំគឺមានប្រភេទຂະຫນາດតូចຂະຫນາດមធ្យមនិងຂະຫນາດធំបាទនេះគឺជាអណ្ដូងទឹកអណ្ដូងជីកដៃដែលបងប្អូនជាប្រជាជនគាត់ជីកមិនប្រើប្រាស់ក្នុងដីចម្ការប្រកបបាទប្រកបមកដីដើម្បីប្រមូលផលស្វាយចន្ទីទីនេះឬក៏គាត់កាត់ស្នាក់នៅចាំចម្ការគាត់មានដូងទឹកសម្រាប់ប្រើប្រាស់ផ្ទាល់សម្រាប់ខ្លួនគាត់ផ្ទាល់តែម្ដងបាទហ្នឹងហើយបាទអញ្ចឹងគ្រប់អញ្ជើញអំពូមីងបងប្អូនអញ្ជើញទស្សនាតើបាទនេះគឺជាផ្កាប្រៃក្នុងចម្ការបងប្អូនជាប្រវត្តិវិញផ្កាស្រស់ស្អាតផ្កាបាទហ្នឹងហើយបាទនេះស្រះទឹកបងប្អូនជាប្រវត្តិយើងគាត់ជីកដើម្បីប្រើប្រាស់ផងគាត់ចិញ្ចឹមត្រីផងបាទហ្នឹងនេះគឺជាអូបាទអូនេះស្ពានឆ្លងទៅត្រូវមកខាងបាទកូនកស៊ូបាទនឹងកស៊ូជាប្រវត្តិយើងគាត់ដាំបាទនេះទៅនឹងចិត្តបញ្ចប់ហើយបាទនេះគឺជាសកម្មភាពក្រុមការងារយើងប្រជុំពិភាក្សាគ្នាដោះស្រាយសំណងជូនបងប្អូនជាប្រវត្តិប្រជុំនៅសាលាឃុំស្នួលតែម្ដងបាទអញ្ចឹងសូមគោរពអញ្ជើញបាទស្ដាប់កំសាន្តហើយនឹងទស្សនាកំសាន្តបាទតូចតែបើតែតូចមិនក៏ដៃអានេះប្រហែលដើមគីឡូជិះកប់នេះផង3សាប់ណាទេខ្ញុំយកអាចធំមកដល់ប៉ុណ្្នឹងអីទេគាត់ថានេះដាក់ពេលដែលគាត់កាត់ទៅណាវាកាត់ដែរបានប្រហែលខែក្រោយពួកខ្ញុំចឹងគាត់យកណាមួយទៅគាត់ទៅគេទៅដាក់ទៅខ្ញុំយ៉ាតាពេលពេញមិនបាទឥឡូវវីដេអូចិត្តដល់បញ្ចប់ហើយបាទសូមថ្លែងអំណរគុណសម្រាប់អង្គភូមិបងប្អូនដែលទស្សនាសូមជួយ like ជួយ share និងជួយ follow page ខ្ញុំម្នាក់មួយបាទអរគុណ